គឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន Bloomberg បើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Bloomberg ដែលនៅសហរដ្ឋអាមេរិកនេះបានឲ្យដឹងថាគឺចាប់តាំងពីរបបនៃសតវត្សមកគឺបានន័យថាចូលសតវត្សថ្មីមកគឺនៅយប់ថ្ងៃបោះឆ្នោតគឺធម្មតាគឺជាយប់ថ្ងៃដ៏អស្ចារ្យសម្រាប់អ្នកដែលប្រកាន់នយោបាយកែតម្រង់តាមលទ្ធិប្រជាធិបតេយ្យហើយវាជាថ្ងៃដ៏ពិបាកវេទនាសម្រាប់អ្នករាជានិយមនៅក្នុងប្រទេសថៃក៏ប៉ុន្តែនៅពេលឥឡូវនេះការបោះឆ្នោតលើកនេះគឺគណៈបកដែលក្រុមរាជានិយមគ្រប់គ្រងគឺបានឈ្នះហើយដូច្នេះបើតាមការវិភាគគឺអាចនឹងមានស្ថិរភាពខ្លះនៅក្នុងប្រទេសថៃដែលផ្អែកទៅលើលទ្ធផលនេះលទ្ធផលដំបូងពីការបោះឆ្នោតនៅថ្ងៃអាទិត្យបង្ហាញថាគណៈបកភូមិใจថៃដែលកំពុងកាន់អំណាចគឺកំពុងតែស្ថិតនៅលើផ្លូវទទួលបានអាសនៈចំនួន191នេះបើយោងតាម Bloomberg គាត់ផ្សាយថា191ដល់តួលេខគាត់ចាស់យ៉ាងម៉េចទៅណាបាទឬក៏គាត់សុក្រិតក៏ប៉ុន្តែបើតាមសារព័ត៌មាននៅក្នុងប្រទេសថៃគឺលោកអនុทิនបាន200អាសនៈហើយគាត់ថែមទាំងសបាយស្រក់ទឹកភ្នែកយំតែម្ដងបាទគឺទទួលបានអាសនៈ200ជាងតែនៅក្នុងសារព័ត៌មាន Bloomberg ក៏ដាក់191ខ្ញុំជម្រាបជូនប៉ុណ្ណឹងនៅក្នុងសភាតំណាងរាស្ត្រដែលមានសមាជិកចំនួន500រូបដែលស្ទើរតែចំនួន3ដងច្រើនជាងមុនក្នុងការធៀបនឹងការបោះឆ្នោតនៅឆ្នាំ2023គណៈបករបស់នាយករដ្ឋមន្ត្រីអនុทิនឆាន់វីរគុលបានប្រើប្រាស់អត្ថប្រយោជន៍នៃការដែលជាគណៈបកកណ្ដាលអំណាចធ្វើយុទ្ធនាការឃោសនាហើយក៏ប្រកួតនយោបាយជាតិនិយមបាទដែលបណ្ដោះឲ្យបានផុសផុលកាន់តែខ្លាំងឡើងនៅក្នុងប្រទេសថៃក្រោយពីមានចំនួនព្រំដែនដ៏តានតឹងជាមួយនឹងប្រទេសកម្ពុជាហើយលទ្ធផលនេះធ្វើឲ្យអ្នកវិភាគជាច្រើនមានការភ្ញាក់ផ្អើលគណៈបកភូមិใจថៃក៏បានដាក់ខ្លួនឯងជាអ្នកការពារផលប្រយោជន៍រាជវង្សានុវង្សរួមទាំងការទប់ទល់នឹងកិច្ចខិតខំប្រឹងប្រែងណាមួយដើម្បីផ្លាស់ប្ដូរច្បាប់ដែលនឹងអនុញ្ញាតឲ្យមានការពិភាក្សាដោយសេរីអំពីរាជានិយមដែលនៅតែជាប្រធានបទដ៏រសើបនិងហាមឃាត់នៅក្នុងប្រទេសថៃព្រះមហាក្សត្រមហាវិចារលង្កនបានរាជានុញ្ញាតឲ្យលោកអនុทิនចូលគាល់នៅមុនថ្ងៃបោះឆ្នោតដែលជាព្រឹត្តិការណ៍មួយដែលមិនតាក់ទងនឹងការបោះឆ្នោតជាផ្លូវការទេប៉ុន្តែបានតាក់ទាញចំណាប់អារម្មណ៍ដោយសារតែពេលវេលានៃការអនុញ្ញាតឲ្យនោះគឺពាក្យនឹងការបោះឆ្នោតលោកធីធីណានពងសុតិរៈសាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យជូឡាឡង់កនដែលបានសរសេរអំពីនយោបាយថៃអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយបាននិយាយថាពេលខ្លះអរិយឬក៏ពួកបិសាចដែលអ្នកស្គាល់អាចជាមនុស្សម្នាក់ដែលអ្នកអាចរស់នៅជាមួយបានគឺគេគ្រប់គ្នាកំពុងតែគិតអំពីនិរន្តរភាពនិងស្ថិរភាពហើយអញ្ចឹងដូច្នេះជាមួយអ្នកអាក្រក់មួយចំនួនក៏គេត្រូវប្រឹងប្រែងរស់នៅជាមួយគ្នាលោកបានបន្ថែមថាការភ្ញាក់ផ្អើលដែលបង្កឡើងនៅព្រះបរមរាជវាំងគឺមានសារៈសំខាន់ណាស់នៅក្នុងការជួយជំរុញគណៈបករបស់លោកអនុทิនដោយលោកបានថ្លែងសម្ដៅទៅលើការចូលគាល់ព្រះមហាក្សត្រដោយលោកអនុทิនផ្ទាល់ពីព្រោះនេះជាការមួយបង្ហាញថាគឺព្រះមហាក្សត្រគ្រប់គ្រងលោកអនុทิនជាបេក្ខជនមួយសម្រាប់នាយករដ្ឋមន្ត្រីនេះគឺជាការបញ្ជូនសារយ៉ាងច្បាស់ក៏ប៉ុន្តែមិនបញ្ចេញសម្លេងលទ្ធផលនេះតំណាងឲ្យសេណារីយ៉ូដ៏ល្អបំផុតសម្រាប់ស្ថាប័នរាជានិយមដែលបានប្រើប្រាស់រដ្ឋប្រហារយោធានិងការសម្រេចចិត្តរបស់តុលាការដើម្បីទម្លាក់នាយករដ្ឋមន្ត្រីចំនួន6នាក់ចាប់តាំងពីដើមសតវត្សមករួមទាំងមហាសេដ្ឋីទូរគមនាគមន៍លោកថាក់ស៊ីនស៊ីណាវ៉ាត់និងសម្ព័ន្ធមិត្តរបស់គាត់ផងដែរលទ្ធផលនេះក៏ជាការដើរថយក្រោយដ៏សំខាន់សម្រាប់ចលនាគ្រប់គ្រងលទ្ធិប្រជាធិបតេយ្យដែលបានព្យាយាមកាត់បន្ថយអំណាចរបស់រាជានិយមអ្នកបោះឆ្នោតថៃដែលបានជ្រើសរើសចំនួនមកវិញសម្រាប់គណៈបកដែលប្រកាន់គោលនយោបាយផ្លូវកណ្ដាលឲ្យមកកាន់អំណាចនេះគឺគណៈបកនេះបានចំណាយពេលអស់ជាច្រើនឆ្នាំមកហើយធ្វើការងារដោយចងសម្ព័ន្ធភាពជាមួយនឹងរដ្ឋាភិបាលសម័យនោះដែលជាធម្មតាការធ្វើដូចនេះគឺដើម្បីជាថ្នូរនឹងការទទួលបានតំណែងសំខាន់ៗនៅក្នុងគណៈរដ្ឋមន្ត្រីឥឡូវនេះគណៈបកភូមិใจថៃនឹងមានឱកាសដឹកនាំអ្វីដែលជាសម្ព័ន្ធភាពភាគច្រើននៅក្នុងសភាជាន់ទាបបន្ទាប់ពីបានបដូរឈ្មោះខ្លួនឯងដោយជោគជ័យថាជាការបោះឆ្នោតតែមួយគត់ដែលអាចសម្រេចបានសម្រាប់ស្ថិរភាពនៅក្នុងប្រទេសមួយដែលបានឆ្លងកាត់នាយករដ្ឋមន្ត្រីចំនួន10រូបក្នុងរយៈពេល20ឆ្នាំមកនេះលោកអនុทิនបានប្រាប់អ្នកយកព័ត៌មាននៅល្ងាចថ្ងៃអាទិត្យថាយើងគិតថាប្រទេសថៃឥឡូវនេះស្ថិតក្នុងស្ថានភាពមានស្ថិរភាពហើយយើងទន្ទឹងរង់ចាំបន្តទៅមុខនឹងការបង្កើតគណៈរដ្ឋមន្ត្រីនិងរដ្ឋាភិបាលដែលកាន់តែរឹងមាំលោកនៅតែត្រូវការដៃគូសម្ព័ន្ធភាពដើម្បីធានាឲ្យបានសម្លេងច្រើនចំនួន251អាសនៈដែលត្រូវការដើម្បីបង្កើតរដ្ឋាភិបាលសម្រាប់កាន់អំណាចដៃគូសក្តានុពលរួមមានគណៈបកភឿថៃដែលគ្រប់គ្រងដោយប្រជានិយមគឺលោកថាក់ស៊ីនស៊ីណាវ៉ាត់ដែលមានអាសនៈចំនួន74និងគណៈបកខ្លាថាមដែលមានអាសនៈចំនួន59ក៏ដូចជាគណៈបកតូចៗមួយចំនួនផងដែរសម្រាប់អ្នកតាមដានប្រទេសថៃសំណួរដែលចម្បងឥឡូវនេះគឺថាតើលោកអនុทิនអាចទាញអត្ថប្រយោជន៍ពីការបង្ហាញលទ្ធផលដ៏រឹងមាំរបស់លោកនៅក្នុងការស្ទង់មតិនៅក្នុងការបោះឆ្នោតដើម្បីបង្វែរសេដ្ឋកិច្ចទុនខ្សោយរបស់ប្រទេសថៃដែលកំពុងតែពិបាក
ហើយនឹងមានការធ្លាក់ចុះនោះហើយនឹងវិនិយោគិនដែលមានការប្រុងប្រយ័ត្ននិងនឿយណាយជាងមុនហើយក៏ដូចជាបញ្ហាដែលប្រទេសថៃមានប្រជាពលរដ្ឋវ័យចំណាស់កាន់តែច្រើនតើត្រូវប្រែក្រឡាស់ជាជំនះនៅក្នុងការបោះឆ្នោតនេះឲ្យដោះស្រាយបញ្ហាទាំងអស់នេះដោយរបៀបណាកំណើនសេដ្ឋកិច្ចជាមធ្យមមានប្រហែល 1% ក្នុងមួយឆ្នាំចាប់តាំងពីមានជំងឺរាតត្បាត COVID-19 មកដែលទាបជាងប្រទេសដទៃទៀតក្នុងតំបន់ដូចជាប្រទេសវៀតណាមនិងឥណ្ឌូនេស៊ីហើយកាន់តែធ្ងន់ធ្ងរឡើងដោយបរិយាកាសភូមិសាស្ត្រនយោបាយដ៏ច្របូកច្របល់និងសម្ពាធពាណិជ្ជកម្មរបស់រដ្ឋបាលលោកត្រាំដែលបានដាក់នៅលើប្រទេសថៃគណៈពេលដែលគណៈបកប្រជាជនបានឈ្នះចំណែកដ៏ធំបំផុតនៃការបោះឆ្នោតដ៏ពេញនិយមដោយសារតែគណៈបកនេះគឺទទួលបានព្រោះតែគោលនយោបាយចង់ផ្លាស់ប្ដូរការដឹកនាំនៅក្នុងរដ្ឋាភិបាលនោះហើយនឹងការធ្វើកំណែទម្រង់សេដ្ឋកិច្ចគឺការដែលលោកអនុทินបានឈ្នះនៅពេលនេះគឺបានធានានៅចក្ខុវិស័យកម្រិតមធ្យមតែប៉ុណ្ណោះបាទហើយនឹងងាយសម្រាប់ប្រទេសថៃបាទដែលជាគណៈបកមួយតែក្នុងពេលកន្លងមកគឺគេផ្ដោតទៅលើគោលដៅមានតិចតួចបាទគោលដៅមួយចំនួនរបស់គណៈបកខ្លះគឺផ្ដោតទៅលើការចាយប្រាក់និងគោលដៅកំណើនសេដ្ឋកិច្ចដែលខិតខំប្រឹងប្រែងធ្វើយ៉ាងណាឲ្យបាន 3% ដើម្បីអាចធានានៅក្នុងការប្រកួតប្រជែងជាមួយនឹងប្រទេសជិតខាងបានគណៈបកភូមិใจថៃក៏បានដាក់ចេញនៅគំនិតព្រួយផ្ដាំមួយដើម្បីជួលអ្នកថែទាំមនុស្សចាស់ចំនួន100,000 នាក់នៅសម្រាប់ថែទាំមនុស្សចាស់នៅក្នុងប្រទេសថៃហើយនឹងការផ្ដោះប្ដូរលែងឲ្យមានកាតព្វកិច្ចកងទ័ពគឺដោយជំនួសមកវិញគឺឲ្យមានការចូលយោធាដោយស្ម័គ្រចិត្តវិញទោះបីជាមានការគាំទ្រយ៉ាងខ្លាំងចំពោះស្ថាប័នអភិរក្សនិយមក៏ដោយប្រជាជនថៃក៏បានបោះឆ្នោតនៅថ្ងៃអាទិត្យបាទក្នុងការបោះឆ្នោតប្រជាមតិដើម្បីកែប្រែរដ្ឋធម្មនុញ្ញឆ្នាំ2017ដែលបានព្រៀងឡើងដោយពួកយោធាដែលជាដំណើរការកែតម្រង់ដែលរដ្ឋាភិបាលដឹកនាំដោយគណៈបកភូមិใจថៃខិតខំធ្វើជាយូរមកហើយដើម្បីទប់ស្កាត់មិនឲ្យមានការធ្វើកំណែទម្រង់លោកអនុทินបានបង្ហាញសញ្ញាថាគណៈដែលលោកគ្រប់គ្រងការសរសេរឡើងវិញនៅរដ្ឋធម្មនុញ្ញជាគោលការណ៍គឺរដ្ឋបាលរបស់លោកនឹងការពារស្ថាប័នរាជានិយមមិនឲ្យក្រុមដែលនិយមជ្រុលវាយប្រហារណាមួយឡើយបាទនេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន Bloomberg ណាបានរាយការណ៍ដឹងពីជ័យជំនះរបស់លោកអនុทินបាទខ្ញុំនឹងចូលរួមចែករំលែកគំនិតផ្ទាល់ខ្លួនក៏ដូចជាគំនិតរបស់អ្នកដែលអ្នកវិភាគប្រចាំប្រទេសផងដែរនៅក្នុងចុងម៉ោងណានៅចំណុចទី4ខ្ញុំនឹងចែករំលែកដើម្បីជាចំណេះដឹងដល់ប្រិយមិត្តផងដែរបាទបើយោងតាមកាសែត Bloomberg បាទគាត់បានសរសេរយ៉ាងវែងដេញណងពីអនុทินជាអ្នកណាយណាប៉ុន្តែខ្ញុំមិនបកប្រែដូចមិញជូននេះគឺខ្ញុំសង្ខេបជូនបាទសង្ខេបជូនដើម្បីឲ្យជាការពិចារណាជាព័ត៌មានជាចំណេះដឹងដល់ប្រិយមិត្តផងដែរបាទគឺបើយោងតាមបទវិភាគបាទមាន6ចំណុចដែលខ្ញុំដកស្រង់មកជម្រាបជូនដោយសារព័ត៌មានបរទេសនេះណាបាទគឺទី1អ្វីដែលជាការគួរកត់សម្គាល់នោះគឺគណៈបកភូមិใจថៃរបស់លោកអនុทิនបាទគាត់បានរស់រៀនឆ្លងផុតបាទរួចបានហ្នឹងគឺកិច្ចតាំងពីការធ្វើរដ្ឋប្រហារបាទការខិតខំរំលាយដោយតុលាការហ្នឹងគឺថាគាត់បានកិច្ចបានរួចបានច្រើនបាទគឺខិតខំធ្វើខ្លួនឯងហ្នឹងឲ្យទៅជាគណៈបកមួយដែលគេថាគណៈបកមួយដែលមិនអាចខ្វះបានបាទដើម្បីធ្វើដៃគូជាមួយនឹងគណៈបករាជានិយមផងគណៈបកដែលគ្រប់គ្រងលទ្ធិប្រជាធិបតេយ្យផងគឺបានន័យថាគាត់នឹងជាអ្នកសម្របសម្រួលនៅចន្លោះកណ្ដាលហ្នឹងបាទប្រកាន់គោលជំហររបស់គាត់ហ្នឹងខាងរាជានិយមក៏ត្រូវបាទខាងអ្នកកែតម្រង់ប្រជាធិបតេយ្យក៏ត្រូវធ្វើយ៉ាងណាដើម្បីឲ្យតែបានអំណាចបានតំណែងសម្រាប់សមាជិករបស់គាត់បាទក្នុងពេលដែលនៅជាគណៈបកកន្លងមកនេះនេះជាចំណុចទី1ហើយចំណុចទី2គឺលោកអនុทินគាត់បានឡើងកាន់អំណាចជានាយករដ្ឋមន្ត្រីយើងបានដឹងហើយគឺចាប់តាំងពីការបោះឆ្នោតក្រោយពីការបោះឆ្នោតនៅ2023ហ្នឹងគឺដំបូងគាត់បាទគាត់ចូលទៅក្នុងគណៈបករដ្ឋាភិបាលបាទរដ្ឋាភិបាលជាមួយនឹងគណៈបកព្រឹទ្ធថៃបាទគណៈបកព្រឹទ្ធថៃដើម្បីឲ្យបានចូលទៅក្នុងរដ្ឋាភិបាលដោយគាត់ប្រកាន់ជំហរមួយដែលខ្លាំងក្លាដែលគេមើលឃើញប្រជាប្រដ្ឋថៃមើលឃើញនេះគឺគាត់បដិសេធពេលហ្នឹងគណៈបករបស់ Move Forward នោះគាត់ឈ្នះឆ្នោតប៉ុន្តែលោកអនុทินគាត់បដិសេធមិនចូលរួមជាមួយគណៈបកហ្នឹងទេពីព្រោះគណៈបកហ្នឹងគាត់មានគោលនយោបាយបាទគោលនយោបាយដែលកែប្រែច្បាប់ទាក់ទងនឹងការប្រមាថប្រជាស្ដារអង្គព្រះមហាក្សត្រអញ្ចឹងលោកអនុทิនគាត់អត់ទៅក្បែរទេប៉ុន្តែគាត់ចង់សម្ព័ន្ធភាពជាមួយនឹងគណៈបកភឿថៃដែលជាគណៈបកនិយមប្រជាធិបតេយ្យក៏ប៉ុន្តែមិនជាដូចជ្រុលនិយមខ្លាំងប្រឆាំងនឹងស្ថាប័នរាជបល្ល័ង្កដោយគណៈបក Move Forward ទេអញ្ចឹងដូច្នេះឥឡូវកន្លែងហ្នឹងឯងធ្វើឲ្យគេមើលឃើញថាគាត់បាទបើទោះបីជាគាត់រត់ទៅឆ្វេងរត់ទៅស្ដាំមែនក៏ប៉ុន្តែក៏នំខ្លះក៏គាត់មិនញ៉ាំដែរគឺនំដែលប្រឆាំងនឹងស្ថាប័នព្រះមហាក្សត្របាទនេះជាចំណុចទី2បាទហើយចំណុចទី3វិញគឺសារព័ត៌មានគឺគាត់បានយល់ឃើញថាគឺតាំងពីលោកអនុทิនគាត់បានឡើងជានាយករដ្ឋមន្ត្រីតាំងពីខែកញ្ញាមកបាទដែលមានការគ្រប់គ្រងពីគណៈបកប្រជាជនរបស់ថៃណាបាទគឺពេលហ្នឹងគឺគាត់ប្រើប្រាស់
បាទប្រើប្រាស់មនោសញ្ចេតនាជាតិនិយមរបស់គាត់នឹងយ៉ាងខ្លាំងក្លាតែម្ដងបាទដើម្បីឲ្យមានការគ្រប់គ្រងហ្នឹងបាទតាមរយៈគាត់ជំរុញយ៉ាងម៉េចឲ្យមានចំនួនព្រំដែនជាមួយនឹងប្រទេសកម្ពុជាបាទហើយតាមរយៈចំនួនដែលបានកើតមានឡើងជាមួយនឹងប្រទេសកម្ពុជាហ្នឹងគឺគាត់បានតាក់ទាញការគ្រប់គ្រងពីអ្នកដែលគ្រប់គ្រងគណៈបកភឿថៃដែលនៅជនបទហ្នឹងឲ្យងាកមកគ្រប់គ្រងលោកវិញបាទដោយតែសេចក្តីរីកាក្នុងពេលកន្លងមកអញ្ចឹងដូច្នេះវាជារឿងមួយសំខាន់ណាស់បាទដែលគាត់ខិតខំធ្វើរឿងនេះដើម្បីឲ្យមានការគ្រប់គ្រងហ្នឹងហើយចំណុចទី4វិញបាទបើតាមលោក Peter Mumford ដែលជាអ្នកជំនាញខាងសេដ្ឋកិច្ចបាទលោកថាប្រសិនបើគណៈបកភូមិใจថៃនឹងដឹកនាំរដ្ឋាភិបាលបន្តមែនគឺការចំណាយប្រហែលជាមិនច្រើនទេអាចនឹងនៅមានការប្រុងប្រយ័ត្នផងដែរបាទទោះបីជាអាចនឹងមានកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចខ្លះក៏ប៉ុន្តែក៏មិនធំដុំពេកដែរដែលជារឿងមួយបាទត្រូវការចាំបាច់សម្រាប់ប្រទេសថៃនាពេលបច្ចុប្បន្ននេះគឺការធ្វើកំណែទម្រង់សេដ្ឋកិច្ចដោយសារតែសេដ្ឋកិច្ចរបស់ប្រទេសថៃហ្នឹងគឺជួបការលំបាកផងដែរបាទអញ្ចឹងដូច្នេះលោក Peter Mumford ក៏ថាមិនរំពឹងថាក្រមរដ្ឋាភិបាលរបស់លោកអនុធានហ្នឹងគឺនឹងចំណាយទៅលើសេដ្ឋកិច្ចច្រើនដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ចហ្នឹងច្រើនប្រហែលទេខ្ញុំឃើញមានប្រិមិត្តបានសរសេរថាពលរដ្ឋថៃសុខចិត្តបាទបោះបង់សេដ្ឋកិច្ចយកបាទរឿងជាតិនិយមនឹងទំនាស់ជាមួយនឹងកម្ពុជាបាទក៏មិនខុសដែរបាទចំណុចទី3ចំណុចទី5បាទគឺជ័យជំនះរបស់គណៈបកភូមិใจថៃនេះបាទគឺពិតជាជួយឲ្យការផ្ទេរអំណាចពីរដ្ឋាភិបាលចាំផ្ទះមករដ្ឋាភិបាលថ្មីហ្នឹងគឺមានលក្ខណៈបាទរលូនជាងមុនបាទចាប់តាំងពីឆ្នាំ2023គឺក្រោយពីបោះឆ្នោតហើយគឺមានការជាប់គាំងនយោបាយបាទពិបាកនឹងបង្កើតរដ្ឋាភិបាលចម្រុះបានបាទអញ្ចឹងហើយឥឡូវនេះគឺអាចនឹងកាន់តែងាយស្រួលជាងមុនបាទបើទោះបីជាគណៈបកនេះមិនទទួលបានសម្លេងភាគច្រើនដាច់ខាតក៏ដោយបាទគឺយ៉ាងណាក៏ដោយគឺគណៈបកនេះអាចនឹងទទួលបានការគ្រប់គ្រងពីខាងសភាព្រឹទ្ធសភាផងដែរបាទដូច្នេះគឺជាមិនរួចពីខាងការសម្របសម្រួលចរចាជាមួយនឹងគណៈបកតូចដើម្បីឲ្យមករួមគ្នាដើម្បីបង្កើតរដ្ឋាភិបាលក៏ប៉ុន្តែក៏ប្រហែលជាមិនលំបាកដែរឥឡូវសំណួរដែលខ្ញុំចង់ឲ្យប្រិយមិត្តរៀនគិតវិញរវាងគណៈបកភឿថៃនិងខ្លាធំតើគណៈបកណានឹងមានវាសនាចូលទៅក្នុងរដ្ឋាភិបាលចម្រុះជាមួយនឹងលោកអនុทินបាទយើងដឹងហើយគណៈបកPeople's Party គណៈបកប្រជាជនគាត់ថាគាត់មិនចូលរួមរដ្ឋាភិបាលទេបាទថែមទាំងគាត់ធ្លាប់ធ្វើគោលនយោបាយលើកមួយផងដែរគឺសុខចិត្តបកគលអំណាចឲ្យគេនៅជាបកប្រឆាំងខ្ញុំគាត់នៅឃើញខ្ញុំថាមិនដែលឃើញអ្នកនយោបាយណាលើកដូចគណៈបកនោះទេបាទគាត់ចង់ឲ្យគេមានឈ្មោះថាសង្ស័កគណៈបកភឿថៃដែលក្បត់គាត់ហ្នឹងបាទគាត់សុខចិត្តបកគលអំណាចឲ្យយោធាពេលហ្នឹងអ្នកវិភាគនៅថៃមួយចំនួនគាត់ថា it's a big mistake បាទសុខចិត្តខឹងលោកបកភឿថៃដែលយ៉ាងអន់ណាក៏មិនមែនជាអ្នកយោធានិយមមកបកគលឲ្យអំណាចឲ្យពួកយោធានិយមដែលជាការដែលខ្លួនឯងធ្វើសកម្មភាពប្រឆាំងក្នុងពេលកន្លងមកបាទអ្នកវិភាគថៃមួយចំនួននិងប្រចាំប្រទេសមួយចំនួនក៏រិះគន់គាត់ពេលហ្នឹងដែរបាទអញ្ចឹងដូច្នេះសម្រាប់ប្រិយមិត្តវិញតើគណៈបកភឿថៃនិងគណៈបកខ្លាធំនិងគណៈបកណាខ្លះដែលនឹងចូលរដ្ឋាភិបាលជាមួយនឹងលោកអនុធានសាពិចារណាឡើងមួយហើយយើងនឹងចាំអ៊ុតទៅពីក្រោយបាទហើយនៅចុងក្រោយនេះបាទគឺបើទោះបីជាគណៈបកបាទនេះឆ្នះឆ្នោតបាទហើយគណៈបកដែលនិយមប្រជាធិបតេយ្យចាញ់ក៏ដោយក្នុងពេលកន្លងមកគឺគណៈបកប្រជាធិបតេយ្យដែលគ្រប់គ្រងនិន្នាការប្រជាធិបតេយ្យដោយគណៈបក Move Forward ឯហ្នឹងឈ្នះក៏ប៉ុន្តែបង្ហាញថាការឈ្នះសន្លឹកឆ្នោតក៏មិនមែនមានន័យថាឈ្នះបានកាន់អំណាចនោះដែរនេះជាការមួយដែលរំលឹកទៅដល់អ្នកប្រជាធិបតេយ្យបាទឲ្យបានដឹងបាទនេះគឺជាចំណុចទាំង6ដែលសារព័ត៌មាន Bloomberg ក៏ហើយនិងសារព័ត៌មានផ្សេងៗទៀតក៏បានពិភាក្សាអញ្ចឹងខ្ញុំសូមដកសំមកជូនប៉ុណ្ណេះអញ្ចឹងមានសំណួរប្រិមិត្តសួរថាតើយ៉ាងម៉េចដែរដំណើរសាច់រឿងហ្នឹងបាទឥឡូវនេះវាជាការមួយដែលយើងគិតទាំងអស់គ្នាទេខ្ញុំមិនមែនមានឯណា magic wand ឬក៏ឯណាកញ្ចក់ទឹកឲ្យមើលឃើញទេប៉ុន្តែខ្ញុំមើលឃើញជាសំណួរទៅវិញបាទជាយោបល់ខ្ញុំមើលទៅវិញប្រិមិត្តសួរថារវាងគណៈបកប្រជាជនថៃគណៈបកភឿថៃនិងគណៈបកភូមិใจថៃតើគណៈបកណាដែលកម្ពុជាអាចធ្វើការជាមួយបានល្អនេះជាសំណួរដែលប្រិមត្តត្រូវសួរហើយនឹងឆ្លើយខ្លួនឯងលើកទី1គណៈបកប្រជាជនតាំងពីបោះឆ្នោត2023មកនេះគឺកម្ពុជាអត់ពេញចិត្តជាមួយនឹងអ្នកដឹកនាំគណៈបកហ្នឹងនិងគោលនយោបាយគណៈបកហ្នឹងទេគឺថែមទាំងទីថាគណៈបកនោះមិនអាចនឹងដឹកនាំបានទេហើយត្រូវមិនអាចដឹកនាំបានមែនណាចឹងដូច្នេះបើសិនជាក្នុងការបោះឆ្នោតថ្ងៃអាទិត្យនេះគណៈបកប្រជាជននឹងឈ្នះឆ្នោតតើខាងរដ្ឋាភិបាលកម្ពុជាខាងភាគីកម្ពុជាស្រួលធ្វើការជាមួយទេខ្ញុំថាក៏មានរកម្មរកូហើយតើគណៈបកប្រជាជននឹងគាត់មានអំណាចខ្លាំងទៅលើស្ថាប័នរាជានិយមយោធាទេបាទខ្ញុំថាពិបាកណាស់បាទជាមិនរួចពីរដ្ឋប្រហារទេអញ្ចឹងដូច្នេះបើកម្ពុជាទៅធ្វើការជាមួយរដ្ឋាភិបាលដឹកនាំដោយគណៈបកប្រជាជននឹងនិយាយជាមួយគូកបីធ្វើការ
តែដែរគោកបីនិយាយមនុស្សនេះធ្វើការអត់រោគចំហរួមបានឃើញទេអញ្ចឹងដូច្នេះសេណារីយ៉ូទី1នោះក៏ពិបាកដែរសេណារីយ៉ូទី2បើសិនជាគណៈបកព្រឹទ្ធថៃឈ្នះវិញបាទសួរថាតើការចាប់ដៃគ្នាធ្វើការវាស្រួលដូចមុនទេនៅពេលដែលបើយើងផ្អែកទៅលើស្ថានភាពដែលបានកើតមានឡើងរវាងកម្ពុជានិងថៃដែលឈានទៅដល់ការដកតំណែងអ្នកស្រីភេទថងឋានបាទដូច្នេះគឺវាជួបរឿងលំបាកនៅក្នុងការចាប់ដៃគ្នាធ្វើការដែរហើយវាត្រឡប់ទៅសេណារីយ៉ូដើមគឺរដ្ឋាភិបាលស៊ីវិលផ្សេងនិយាយផ្សេងពួកយោធាធ្វើផ្សឹងអានឹងជាសេណារីយ៉ូដ៏លំបាកគណៈបកភូមិใจថៃឈ្នះបាទគណៈបកនេះគឺឥឡូវនេះទទួលបានការគ្រប់គ្រងពីស្ថាប័នព្រះមហាក្សត្រហើយនឹងគាត់មានការស៊ីសង្វាក់គ្នាជាមួយនឹងពួកយោធាដូច្នេះបើកាលណាយ៉ាងម៉េចយ៉ាងម៉ាក៏គាត់និយាយថាគាត់មិនធ្វើការអីទុកឲ្យយោធានិយាយក៏យើងដឹងច្បាស់ថាកម្ពុជានិយាយជាមួយអ្នកណាឲ្យបានច្បាស់លាស់អាហ្នឹងគឺវាជារឿងមួយយ៉ាងអត់បំផុតក៏យើងដឹងថាយើងនិយាយជាមួយអ្នកណាចេញពីបន្ទប់ប្រជុំមកគឺអត់មានការប្រែប្រួលយ៉ាងម៉េចនៅក្នុងការសន្យាយ៉ាងម៉េចបាទហ្នឹងគឺបើទោះបីជាក្នុងពេលកន្លងមកវាមានការមិនគ្រប់តាមសន្យាដោយភាគីយោធាថៃខ្លះក៏ដោយប៉ុន្តែក៏វាជារឿងមួយដែលថាកម្ពុជានិយាយជាមួយនឹងអ្នកមានអំណាចពិតប្រាកដមួយដែលសួរធ្វើការជាមួយដែលអាចនឹងសួរធ្វើការជាមួយគ្នាជាងអ្នកចរចាផ្សេងអ្នកធ្វើការផ្សឹងអញ្ចឹងណាបាទអញ្ចឹងឥឡូវគឺជាសេណារីយ៉ូមិនសូវល្អសម្រាប់កម្ពុជាទេឃើញមិនសូវល្អសម្រាប់កម្ពុជាក៏ប៉ុន្តែក៏វាមិនអាក្រក់ដែរបាទអញ្ចឹងទៅគឺថាមួយណា the first and the bad and the first បាទក៏ប៉ុន្តែខ្ញុំដូចតែខ្ញុំនិយាយក្នុងពេលកន្លងមកខ្ញុំតែងតែមានជំនឿថានឹងអាចនឹងដោះស្រាយបញ្ហានេះបានដោយសារអីដោយសារខាងពេលនេះការបោះឆ្នោតចប់ហើយពីមុនអ្វីដែលអ្នកនយោបាយនិយាយមួយគឺជាវោហារសាស្ត្រនយោបាយក្នុងពេលឃោសនាឥឡូវនេះគឺការឃោសនាចប់ហើយគឺបានឈ្នះទៀតអញ្ចឹងការជួបគ្នាដោះស្រាយគ្នាត្រូវតែធ្វើឡើងហើយត្រឡប់ទៅណាតែត្រឡប់ទៅវីគ្នាទៅយោធាវិញឬយ៉ាងណាសេណារីយ៉ូហ្នឹងគឺកម្ពុជាគាត់ដឹងហើយគឺគាត់មិនលេងស្អើជាមួយទេបាទវាលែងតែជួបបញ្ហាវិញធម្មបានហើយមិនទៀតខ្ញុំដឹងណាក៏ប៉ុន្តែឥឡូវយើងមើលឃើញកម្ពុជាបោះមកជំហានទៅខាងការប្រើផ្លូវច្បាប់បាទការទូតហើយនៅផ្លូវច្បាប់ហ្នឹងដើម្បីដោះស្រាយបញ្ហាហ្នឹងហើយបន្ថែមកាន់តែខ្លាំងឡើងបាទអញ្ចឹងក្នុងពេលកន្លងមកយ៉ាងអត់បំផុតក៏យើងដឹងថាលោកអនុធានគាត់ធ្លាប់ទទួលស្គាល់ថាបាទត្រូវតែប្រើយន្តការនៃការចរចាជាមួយគ្នានឹងបើទោះបីជាគាត់និយាយពីរឿងផែនទីនេះតាមដែលគាត់ចង់បានលើខណៈ150,000ហ្នឹងបាទនឹងជាសម្ដីរបស់គាត់ក៏ប៉ុន្តែនៅក្នុងការអនុវត្តជាក់ស្ដែងវាមានសន្ធិសញ្ញានៅក្នុងការជួបគ្នាចរចាគ្នាអញ្ចឹងជាសរុបមកវិញខ្ញុំគិតមើលឃើញយល់ថាសេណារីយ៉ូតាំងពីដើមមកគឺវាទៅចេញឲ្យច្រកហ្នឹងសម្រាប់ថៃបាទសម្រាប់ថៃដែលត្រូវធ្វើការជាមួយកម្ពុជាក៏ប៉ុន្តែគាត់ថាមិនអ្វីដែលមិននឹកស្មានដល់ហ្នឹងគឺការយកមនោសញ្ចេតនាឃោសនាជាតិនិយមហ្នឹងគឺផុសខ្លាំងដែលធ្វើឲ្យមានការគ្រប់គ្រងរហូតដល់បានសម្លេងដាច់បែបនេះតាមខ្ញុំគិតពីដំបូងហ្នឹងគឺថាអាចនឹងបាននៅលំដាប់លេខ2ដែលប្រផិតប្រផាយជាមួយនឹងលេខ1ប៉ុន្តែនៅទីនៅកាន់អំណាចដដែលអញ្ចឹងណាប៉ុន្តែស្រាប់ទៅលើកនេះឈ្នះដាច់តែម្ដងអញ្ចឹងសម្រាប់ខ្ញុំថាកុំអាលភ័យពេកកុំអាលអស់សង្ឃឹមពេកគឺជឿជាក់លើយន្តការការទូតយន្តការផ្លូវច្បាប់តែកម្ពុជានឹងប្រើហើយនឹងខ្ញុំជឿតែជឿថាបូហាសាសឃោសនាពេលឃោសនាវាតែងតែកាចជាងពេលការអនុវត្តជាក់ស្ដែងពេលការអនុវត្តជាក់ស្ដែងត្រឡប់មកអង្គុយតុចរចាជាមួយគ្នាវិញអាហ្នឹងគឺត្រូវយកច្បាប់យកអីហ្នឹងឯកសារដាក់លើការចរចាបាទខ្ញុំចូលរួមចំណែកបានប៉ុណ្ណឹងខ្ញុំជឿថាប្រិមិត្តមួយចំនួនប្រហែលជាមិនយល់ស្របទាំងស្រុងទេអាចមានអ្នកមានគំនិតខុសពីខ្ញុំដូច្នេះបើមានគំនិតខុសពីខ្ញុំអីសូមមកចូលរួមមកខ្ញុំចង់រៀនសូត្រផងដែរណាបាទពីព្រោះយើងនឹងចាំមើលទាំងអស់គ្នាប៉ុន្តែកុំភ្លេចទូទាយតែមើលថាតើគណៈបកណានឹងចូលនៅក្នុងគណៈបករដ្ឋាភិបាលចម្រុះបាទគណៈបកភឿថៃបើចូលក៏អន់សាច់ដែរធ្លាប់ដឹកនាំគេឥឡូវទៅតាមកតុយគេវិញបាទអាហ្នឹងតើគាត់យ៉ាងម៉េចបាទអន់សាច់ហើយគាត់ធ្លាប់ដឹកនាំឥឡូវគាត់មកធ្វើបពប្រឆាំងវិញតើគាត់ធ្វើយ៉ាងម៉េចបាទហ្នឹងក៏ចាំមើលផងដែរអញ្ចឹងណាចាឥឡូវពេលមើលសាក់ទីលោមើលបាទអញ្ចឹងសូមអរគុណប្រិយមិត្តច្រើនដែលចូលមកទទួលការចែករំលែកព័ត៌មានរបស់ខ្ញុំនេះបាទសូមអរគុណសូមជម្រាបលា